សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរអ្នកគ្រូមានលំហាត់ limit រៀង001មកធ្វើការចែករំលែកដល់បងប្អូនទាំងអស់គ្នាអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅទស្សនាមើលការដោះស្រាយទាំងអស់គ្នាអញ្ចឹងដើម្បីបញ្ជាក់ថាវាស្ថិតនៅក្នុងរៀង0យើងត្រូវយកតម្លៃ x ខិតចិត្តទៅរក1ហ្នឹងចំនួនទៅក្នុងតម្លៃលំហាត់ limit របស់យើងសិនអញ្ចឹងនៅពេលដែលអ្នកគ្រូចំនួនទៅឃើញថាវាស្ថិតនៅក្នុងរៀង0ពិតមែនអញ្ចឹងយើងចូលទៅដល់ការដោះស្រាយចឹងយើងបាន limit x ខិតទៅរក1អញ្ចឹងដោយកន្លែងនេះយើងអាចប្រើប្រាស់វិធីមួយគឺការគុណខ្វែងអញ្ចឹងចំពោះវិធីគុណខ្វែងហ្នឹងយើងត្រូវយកតួអានេះគេហៅថាតួ a b ហើយនិង c អញ្ចឹងយើងត្រូវយកតួ a របស់យើងហ្នឹងយកទៅធ្វើប្រមាណវិធីគុណខ្វែងអញ្ចឹងដោយតួ a របស់យើងហ្នឹងយើងស្មើនឹង 2x ការ៉េអញ្ចឹង 2x ការ៉េយើងអាចសរសេរបានថា 2x គុណនឹង x ហើយចំពោះតួសេរបស់យើងយើងអាចសរសេរបានថា5គុណនឹង1អញ្ចឹងដោយវានៅកន្លែងនេះដោយវាមាននិមិត្តសញ្ញាជាសញ្ញាដកយើងដាក់សញ្ញាដកនៅត្រង់លេខ1អញ្ចឹងចំពោះប្រមាណវិធីគុណខ្វែងនោះយើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យផលគុណរបស់វាចេញមកឲ្យដូចទៅនឹងតួ b របស់យើងគឺតួកណ្ដាលនេះអញ្ចឹងនៅពេលដែលអ្នកគ្រូធ្វើប្រមាណវិធីគុណខ្វែងទៅឃើញថា 2x គុណនឹងដក1ស្មើនឹងដក 2x x គុណនឹង5ស្មើនឹងបូក 5x អញ្ចឹងពេលដែលអ្នកគ្រូទូទាត់មកឃើញថាវាស្មើនឹង 3x អញ្ចឹងតម្លៃរបស់យើងចេញមកវាដូចទៅនឹងតួកណ្ដាលរបស់យើងដែរអញ្ចឹងយើងអាចសរសេរបានផលគុណកតាវាបាននឹង 2x បូក5កតានឹង x ដក1អញ្ចឹងកន្លែងភាពយើងដាក់មកដដែលអញ្ចឹងពេលនេះយើងចាប់វាជាផលគុណកតារួចហើយអញ្ចឹងយើងអាចសម្រួលអង្គដែលដូចគ្នាហើយបន្ទាប់មកយើងចំនួនតម្លៃ x ចូលអញ្ចឹងយើងបាន limit x ខិតទៅរក1យើងចំនួននេះពេលយើងមើលទៅយើងឃើញថា x ដក1ខាងលើខាងភាគយកក៏មាន x ដក1ខាងក្រោមមាន x ដក1អញ្ចឹងយើងអាចសម្រួលវាបានអញ្ចឹងយើងនៅសល់ 2x បូក5និង x បូក2អញ្ចឹងឥឡូវយើងបានសម្រួលអង្គដែលដូចគ្នារួចអស់ហើយអញ្ចឹងយើងអាចយកតម្លៃ x ខិតទៅរក1ហ្នឹងចំនួននៅក្នុងតម្លៃ limit របស់យើងបានអញ្ចឹងយើងបាន 2x គុណនឹង1បូក5នៅលើ1បូក2អញ្ចឹងយើងទូទាត់លេខមកខាងនេះយើងឃើញថាវាទទួលបានខាងលើយើងទូទាត់មកឃើញ7ហើយខាងក្រោមយើងទូទាត់មកឃើញ3អញ្ចឹងដូច្នេះចំពោះលំហាត់ limit រៀង0ដល់0របស់យើងចម្លើយរបស់វាចេញមក7នៅលើ3អញ្ចឹងចំពោះថ្ងៃនេះផងដែរលំហាត់របស់យើងចប់តែត្រឹមនេះអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ទាក់ទងទៅនឹងការកណនាលំហាត់នៅត្រង់ចំណុចណាអាច comment សួរនៅក្នុងវីដេអូបាន